ตาวินัยអាចផ្លាស់ប្ដូរជីវិតរបស់យើងបានទេចម្លើយគឺអាចវិន័យពិតជាអាចផ្លាស់ប្ដូរជីវិតរបស់បងប្អូនអ្នកគ្នាទាំងខ្ញុំបានការមានវិន័យលើខ្លួនឯងពិតជាសំខាន់ប្រសិនបើអ្នកទាំងអស់គ្នាមានវិន័យត្រឹមត្រូវអ្នកទាំងអស់គ្នានឹងមាន energy នឹងមាន powers ដោយវិន័យជាអ្នកជំរុញបន្ថែមពីលើកម្លាំងរាងកាយរបស់យើងវិន័យអាចឆេងអាចផ្លាស់ប្ដូរជីវិតរបស់យើង360ដឺក្រេអ្នកទាំងអស់គ្នាគួរតែរៀនធ្វើវិន័យរៀនបង្កើតវិន័យដោយខ្លួនឯងកាលណាដែលយើងរៀនបង្កើតវិន័យខ្លួនឯងដើម្បីឲ្យវិន័យមកគ្រប់គ្រងយើងមិនដោយយើងមិនប្រើអារម្មណ៍ជាដាច់ខាតអារម្មណ៍ប្រើក៏ប៉ុន្តែមានពេលវេលាក្នុងការប្រើអារម្មណ៍ផ្សេងវិន័យជាអ្នកគ្រប់ដណ្ដប់ខ្លួនឯងយើងប្រើវិន័យទើបអាចមានអនាគតល្អការមានវិន័យលើខ្លួនឯងពិតជាសំខាន់មិនថានៅក្នុងគ្រួសារមិនថានៅក្នុងកន្លែងការងារមិនថានៅក្នុងសង្គមមួយនេះទេសុទ្ធតែត្រូវការវិន័យខ្ជាប់ខ្ជួនជានិច្ចវិន័យអាចផ្លាស់ប្ដូរជីវិតរបស់បងប្អូនអ្នកគ្នាបានពិតប្រាកដមែនប្រសិនបើអ្នកទាំងអស់គ្នាអត់ផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងអស់គ្នាទេអត់មាននរណាម្នាក់អាចផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងអស់គ្នាបានទេខួរក្បាលគឺជាអ្វីទាំងអស់ប្រសិនបើអ្នកទាំងអស់គ្នាគិតអ្វីអ្នកទាំងអស់គ្នានឹងទទួលបានផលនោះពិតប្រាកដគ្រប់មនុស្សទាំងអស់សុទ្ធតែមានទេពកោសល្យមកពីកំណើតរៀងខ្លួនអញ្ចឹងហើយសូមប្រើទេពកោសល្យច្នៃប្រឌិតនៅអ្វីដែលខ្លួនឯងចង់ធ្វើរឿងដែលសង្គមទទួលស្គាល់រឿងដែលល្អសម្រាប់ខ្លួនឯងរឿងដែលល្អសម្រាប់សង្គមនៅក្នុងគ្រួសារមួយដើម្បីអាចឆេងជីវិតផ្លាស់ប្ដូរជីវិតរបស់បងប្អូនអ្នកគ្នាបានត្រូវធ្វើរឿងល្អត្រូវខំប្រឹងប្រែងធ្វើការប្រឹងប្រែងរៀនសូត្រប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ again and again ម្ដងហើយម្ដងទៀតបើទោះបីវាបរាជ័យក៏ដោយធ្វើម្ដងហើយម្ដងទៀតមុននឹងខ្ញុំឈរមកដល់ចំណុចមួយនេះខ្ញុំបរាជ័យច្រើនដងហើយនៅក្នុងវិស័យ trade នៅក្នុងការ trading អញ្ចឹងខ្ញុំនៅតែមិនបោះបង់ទាក់ទងជាមួយនឹងក្តីស្រមៃរបស់ខ្ញុំធ្វើវាម្ដងហើយម្ដងទៀតទាល់តែខ្ញុំអាច success គ្រប់យ៉ាងទាំងអស់វាទាមទារពេលវេលាអ្នកខ្លះគេធ្វើលឿនទៅអ្នកខ្លះយូរទៅហេតុអីទេពកោសល្យមនុស្សគឺខុសគ្នាมันអាចយកម្នាក់យកមកប្រៀបធៀបម្នាក់បានទេអ្នកខ្លះជីវភាពទូធាតាមកម្រិតតាមជីវភាពតាមសមត្ថភាពកុំប្រៀបធៀបបានអូយើងចង់ខ្លាចជាម្នាក់នេះដើម្បីឆ្នាំក្រោយអញ្ចឹងប្រឹងប្រែងដូចគេយល់ទេប៉ុន្តែមិនឲ្យប្រៀបធៀបទេប្រៀបធៀបបែបម៉េចអូគេខ្លាំងណាស់ខ្ញុំមិនដឹងធ្វើម៉េចបានដូចគេខ្ញុំខ្ជិលណាខ្ញុំចង់មើលងាយគេខ្ញុំមើលងាយខ្ញុំមាក់ងាយខ្ញុំជន់ទ្រីគេមិនមែនធ្វើហ្នឹងទេយកគេជានិមិត្តរូបក៏ពិតមែនក៏ប៉ុន្តែគេធ្វើអីប្រឹងឲ្យដូចគេឲ្យខ្លាំង 150% នៃ energy មិនមែន50មិនមែន100ទេ 150% នៃ energy នៃ power នៃកម្លាំងដើម្បីប្រមូលផ្ដុំអាចដល់កម្រិតដែលយើងចង់បានមនុស្សម្នាក់សិតតែមានទេពកោសល្យអញ្ចឹងសូមប្រើទេពកោសល្យដើម្បីអភិវឌ្ឍដុសខាត់សមត្ថភាពទៅមួយកម្រិតបន្ត grow up ជីវិតណាឲ្យឡើងដល់កម្រិតមួយដែលខ្លួនឯងចង់បានអ្នកដតីអាចបោះបង់អ្នកចោលបានប៉ុន្តែអ្នកទាំងអស់គ្នាមិនអាចបោះបង់ខ្លួនឯងចោលបានទេគឺដាច់ខាតគ្រប់គ្រងខ្លួនឯងពង្រឹងសមត្ថភាពខ្លួនឯងដើម្បីទៅដល់គោលដៅដើម្បីឆេងជីវិតផ្លាស់ប្ដូរជីវិតបងប្អូនអ្នកគ្នាបានត្រូវជឿជាក់លើខ្លួនឯងធ្វើបានខ្លួនឯងមានសមត្ថភាពឈរនៅកន្លែងមួយដែលត្រឹមត្រូវដើម្បីសម្រេចក្តីសម័យខ្ញុំជឿថាអ្នកនរគ្នាធ្វើបានហើយខ្លាំងទៀត quote មួយដែលខ្ញុំតែងតែប្រើតាំងពីដើមមក believe in yourself អ្នកត្រូវជឿជាក់លើខ្លួនឯងអ្នកទាំងអស់គ្នាត្រូវជឿជាក់លើខ្លួនឯងថាយើងធ្វើបានប៉ុន្តែវាប្រើពេលវេលាយូរឬក៏ឆាប់តាមសមត្ថភាពតាមទេពកោសល្យខ្ញុំជឿថាអ្នកទាំងអស់គ្នាធ្វើបានប្រឹងប្រែងតស៊ូគ្រប់ឧបសគ្គទាំងអស់ត្រូវរៀនដោះស្រាយខ្លួនឯងត្រូវពូកែត្រូវរឹងមាំយើងជាមនុស្សប្រុសគ្មាននរណាអាចមកដោះស្រាយឲ្យយើងបានទេក្រៅពីខ្លួនឯងយល់ទេ Change your life my dream នៅ5ឆ្នាំក្រោយឬក៏3ឆ្នាំក្រោយគ្មាននរណាទៅសួរអ្នកទាំងអស់គ្នាថាមានសង្សារប្រមាណអ្នកទេគេនឹងសួរថាអ្នកទាំងអស់គ្នាមានលុយប្រមាណហើយក្នុងកងសល់ឡានប្រមាណគ្រឿងហើយសល់ផ្ទះប្រមាណហើយសល់ដីប្រមាណហើយរកចំណូលបានប្រមាណគេនឹងសួរ
ចឹងអ្វីដែលយើងត្រូវផ្លាស់ប្ដូរគឺឥឡូវនេះបើមិនរើឥឡូវនេះទេអ្នកទាំងអស់គ្នានឹងស្លាប់ជីវិតខ្ញុំនិងបងប្អូនអ្នកគ្នាគឺអត់ខុសគ្នាទេដូចគ្នាដូចផ្កាឈូកអញ្ចឹងខ្ញុំប្រៀបធៀបទៅផ្កាឈូកដោះចេញពីភក់ពីច្រំពីទឹកចេញពីទឹកកខ្វក់ប៉ុន្តែអាចលូតលាស់បានជាផ្កាដ៏ក្រអូបដ៏ស្អាតនិងមានអ្នកប្រាថ្នាចង់ទៅបេះចង់ទៅកាច់យកមកលក់ឧទាហរណ៍ជីវិតយើងគេអត់ខ្វល់ថាយើងមកពីប្រភពណាទេនៅពេលដែលយើងខ្លាំងមានសមត្ថភាពគេមករកយើងដោយខ្លួនឯង Change your life រៀនផ្លាស់ប្ដូរជីវិតរបស់អ្នកនរគ្នាដូចផ្កាឈូកអញ្ចឹងកុំខ្វល់ពីប្រភពតើយើងមានសមត្ថភាពកម្រិតណាដើម្បីឲ្យគេទទួលស្គាល់យើងភាពជោគជ័យរបស់អ្នកទាំងអស់គ្នាគឺទាមទារពេលវេលានិងភាពអត់ធ្មត់អញ្ចឹងហើយសូមផ្លាស់ប្ដូរជីវិតបងប្អូនអ្នកគ្នាពីឥឡូវទៅបើមិនរើឥឡូវទេបងប្អូនអ្នកគ្នានឹងស្ដាយក្រោយជូនពរឲ្យបងប្អូនអ្នកគ្នាជោគជ័យគ្រប់វិស័យទាំងអស់មិនថាការរៀនសូត្រក៏ជោគជ័យការងារប្រកបកិច្ចការមុខរបរផ្សេងៗគឺជោគជ័យសង្ឃឹមថាយើងជួបគ្នានៅមួយឆ្នាំក្រោយហើយឃើញបងប្អូនអ្នកគ្នាជោគជ័យ